ជំរាបសួរបងប្អូនទាំងអស់គ្នានេះជាវីដេអូទី9នៃដំណើរកម្សាន្តនៅរដ្ឋ Florida ចាបានចាប់ផ្ដើមហើយបងប្អូនបន្ទាប់ពី8 ភាគមុនគឺថាធ្វើដំណើរតាមផ្លូវសុទ្ធគឺអត់មានទាន់ដល់ Florida ប៉ុន្តែពួកយើងកំពុងតែនៅ Florida ហើយចាមកយើងងើបពីព្រឹកមកនាំគ្នាញ៉ាំbreakfast អញ្ចឹងណាចាម៉ាក់ប៉ាខ្ញុំក្មួយខ្ញុំដួសម្ហូបមុននឹងហើយនឹងចាញ៉ាំហើយអីហើយអញ្ចឹងគឺថានាំគ្នាដើរចេញពីសណ្ឋាគារពួកយើងអត់ទាន់ check out ទេដោយសារនឹកឃើញថាយើងលេងទឹកហើយយើងនាំគ្នាមកមុជទឹកវិញនៅសណ្ឋាគារវាស្រួលអញ្ចឹងណាប៉ុន្តែអូយទៅហេបទៅហមណាបងប្អូនអើយពួកអីយើងកន្លែងទៅលេងយូរដល់ពេលហើយមកមុជទឹកសណ្ឋាគារគ្នាច្រើនទៅហេបទៅហមប៉ុន្តែក៏វាងាយស្រួលជាងចាងូតទឹកនៅមាត់សមុទ្រយើងពិបាកផ្លាស់ក្អាវផ្លាច់បាក់អីចឹងណាចាហើយពេលខ្លះយើងត្រូវចោលត្មងជួចាអើយបងប្អូនគេនេះចាស្រឡាញ់គ្នាណាចាថតបានមកប៉ុសពីរប៉ុសចាតាមផ្លូវទៅបងប្អូនចាមុខនាងខ្ញុំចាមុខស៊ីនសុតហ្មងអត់មាន edit អត់មានអីណាបងប្អូនចាមុខបែបនឹងឯងចាឥឡូវយើងមកដល់កន្លែងឆ្នេរសមុទ្រហើយយើងចតឡាននៅខាងលើហើយម៉ាក់ក្មេកខ្ញុំគាត់ដើរចុះទៅអញ្ចឹងណាដល់ពីក្រោយគាត់យើងល្អតិចតិចដែរដោយសារខ្សាច់ហើយនឹងផ្លូវគេធ្វើចុះហ្នឹងវារៀងទេដែរញ៉ាអញ្ចឹងដើរថ្នមថ្នមទប់ខ្លួនដែរគេលោកអុកគូតនឹងអីចាទៅលេងមាត់សមុទ្រហ្នឹងឆ្នេរគេស្អាតតែបងប្អូនមានអីចាទឹកសមុទ្រអីក៏ស្អាតគ្រាន់បើព្រោះអីមានកន្លែងខ្លះក៏អត់សូវស្អាតអញ្ចឹងណានៅអាមេរិកភាគកម្រមានសមុទ្រដែលស្អាតប៉ុន្តែកន្លែងពួកខ្ញុំទៅនេះរៀងស្អាតគ្រាន់បើចាហើយថតពីឆ្នេរមកកន្លែងដាក់ឡានខាងលើអញ្ចឹងណាបងប្អូនមើលឃើញទូចទូចចាយកកាទេលទៅមួយក្រាលគាត់អង្គុយអីបន្តិចបន្តួចហ្នឹងប៉ុន្តែគ្មានបានអង្គុយទេបងប្អូនចាគឺថាដាក់តែអីវ៉ាន់នឹងឯងពួកក្មេងៗនេះលេងណាមកដល់ភ្លាមគឺថាលេងខ្សាច់ហ្នឹងមុនគេប៉ាម៉ាក់អីកំពុងតែរៀបចំថតរូបថតអីអញ្ចឹងណាចាមើលថាអត់ឲ្យលេងខ្សាច់ហ្នឹងគឺចុះទឹកបាត់ហើយប៉ុន្តែអត់តន់ឲ្យចុះឯពួកអីចាំថតរូបជុំគ្នាអីសិនអញ្ចឹងណាចាគូស្នេហ៍40ឆ្នាំបងប្អូននេះរូបគឺថាមិនឲ្យខ្វះហ្មងថារូបគូអញ្ចឹងណាបើខ្ញុំអីវិញអើយរករូបគូគ្មានទេចាព្រោះឲ្យរវល់ចាប់កូនឆ្វេងចាប់កូនស្ដាំហ្មងបងប្អូនចាមកគាត់វិញបាច់ទេចាចាស់ថតរូបនៅឆ្នេរអញ្ចឹងទៅក្មេងៗនៅលេងនៅខ្សាច់នៅនោះឡើយមិនទាន់មានអ្នកណាចុះទេចានេះខ្ញុំហៅកូនបបួប្តីមកចាស្រែកហៅគេចុះឡើងគ្មានឃើញអ្នកណាមកចាអញ្ចឹងបានម្នាក់ឯងហ្នឹងឯងប្តីនោះគេកន្លែងវីវក់ជាមួយកូនហៅចុះឡើងអាមួយរត់ទៅលិចអាមួយរត់ទៅកើតដល់ពេលអញ្ចឹងគឺថាខ្ញុំនឹងដាក់កាមេរ៉ាបញ្ឈរចោលទៅម្នាក់ឯងហ្នឹងនិយាយទៅឆ្នេរនៅកន្លែងនេះមានស្រែមានអីខ្លះដែរមកនៅមាត់ឆ្នេរត្មងបងប្អូនប្រហែលជាគេអត់បានសម្អាតអត់បានអីអញ្ចឹងទៅចាប៉ុន្តែខាងក្រោយហ្នឹងរៀងទៅជ្រៅបន្តិចគឺឆ្នេរស្អាតសស្អាតដូចឆ្នេរសមុទ្រនឹងយើងដែរចាហើយមួយវិញទៀតចាអូកន្លែងមុនហ្នឹងគឺថាស្អាតបន្តិចដោយសារដាក់ filter អញ្ចឹងណាមកកន្លែងនេះដក filter ចេញទៀតហើយព្រោះកូនប្រុសវាចូលមកអញ្ចឹងចាអូកូនស្រីខ្ញុំចាមិនទាន់បានអីផងនោះឃើញទេបងប្អូនម្នាក់ឯងដើរទៅឆ្នេរបាត់ហើយមកវាសេកខំសេកចាតែប្រហែលផ្ដែងហ្នឹងគឺថាដើរចូលសមុទ្រនឹងឯងហើយទាញដៃមកថតជាមួយមកប៉ុសពីប៉ុសសិនអញ្ចឹងណាចាបើមិនអញ្ចឹងទេគឺអត់បាននេះទេគឺអត់បានថតអីចាបានពីរគ្រាប់ដែរមួយគ្រាប់ទៀតនឹងនៅណានេះតែខ្ញុំថាអញ្ចឹងគឺថាអើយចាប់ក្តាមដាក់ឆ្អេងអញ្ចឹងបងប្អូនចាហៅមកដើរហួសយើងទៅបាត់ហើយចានេះគឺថាហើយសមុទ្រគេថ្ងៃខ្ញុំទៅហ្នឹងរៀងខ្យល់អាឡុកធំបងប្អូនចាដល់ពេលអញ្ចឹងកូនលេងរៀងភ័យដែរហើយខ្ញុំវិញអត់ចេះហៅទឹកផងអញ្ចឹងអត់ហ៊ានទៅជ្រៅទេនៅរាក់ហ្នឹងឯងមិនប៉ាហើយនឹងប្តីខ្ញុំគាត់ជឿថាអូយទៅជ្រៅតិចទៅបានអត់សូវមានខ្សាច់ចានេះកូនកដាលខ្ញុំមកហើយ
គឺថាគេរវល់លេងជាមួយបងចដូនមួយគេហ្នឹងយើងហៅមកគឺថាអត់ទេចាអូមានអ្នកចុះទឹកខ្លះហើយចាបងប្អូនចាបងស្រីខ្ញុំនេះគាត់ឈរនៅហ្នឹងគ្មានដឹងខ្ញុំថតទេចាយើងចុចទូរស័ព្ទចោលហើយទៅលេងដែរអត់តាន់បានពាក់អាវពោងឲ្យកូនផងបងប្អូននេះចាកាន់អាវពោងចុះឡើងហ្នឹងម្នាក់ហ្នឹងគេចាមនុស្សធំហ្នឹងគេចុះទឹកហើយមិនខ្ញុំឲ្យកូនពាក់អាវពោងសិនយើងជាការពារណាបងប្អូនយើងមើលមិនឃើញទេហ្នឹងហើយព្រោះចេះហាលក៏ដោយមិនចេះក៏ដោយនៅទូចអញ្ចឹងយើងចេះតែពាក់ឲ្យអញ្ចឹងទៅបើថាប៉ាគេវិញអាងចេះហាលទាំងជាមួយប៉ាខ្ញុំអីទៅជ្រៅមែនតើហើយយើងនេះបារម្ភអារម្មណ៍មើលឆ្វេងមើលស្ដាំអញ្ចឹងណាចាបន្ទាប់ពីនាំកូនលេងគៀនហើយគឺពួកគាត់ដឹងទៅជ្រៅហើយចាកូនស្រីខ្ញុំរត់ត្រេមកហ្នឹងគេហៅរបស់លេងគេនឹងឯងចាទិញតែម្ដងហ្នឹងលេងរាប់ឆ្នាំបងប្អូនអើយយើងសាទុកទៅចាយើងសេវលុយដែរព្រោះមួយឆ្នាំយើងទៅសមុទ្រតែម្ដងពីរដងអីអាប្រដាប់លេងគេសាច់ហ្នឹងវាមានតន់ខូចអីអញ្ចឹងរើសទុករើសដាក់ទៅក៏លេងបានទៀតអញ្ចឹងណាចាថ្ងៃហ្នឹងផងដែរគឺពួកខ្ញុំលេងតាំងពីម៉ោង8ព្រឹករហូតដល់ខ្ទង់ម៉ោង10ហ្នឹងហើយហើយលេងបដាក៏របៀបថតរូបថតអីបដាអញ្ចឹងទៅចាខ្ញុំដាក់ទូរស័ព្ទចោលផ្អែកចោលនៅលើកាទេលហ្នឹងឯងខ្ញុំថាអញ្ចឹងកាទេលយកមកមានបានដាក់អីដាក់តែអីវ៉ាន់ហ្នឹងឯងមនុស្សមានទៅអង្គុយមនុស្សទៅអង្គុយមាត់សមុទ្រទៅអង្គុយលេងក្នុងទឹកសមុទ្រអស់ហើយខ្ញុំក៏លេងបានរៀងច្រើនគេដែរប៉ុន្តែទឹករាក់ទេបងប្អូនចាអង្គុយតែមាត់ច្រាំងទឹកវាយមកតិចហ្នឹងឯងព្រោះទៅជ្រៅដូចខ្ញុំថាអញ្ចឹងគឺអត់ហ៊ានទេហើយយើងមានធំធ្ងន់ផងមិនថាមានការអីគេស្រួលគេណាព្រោះខ្ញុំធ្លាប់លេងទឹកមួយប្តីខ្ញុំកាលទំការឲ្យថ្មីកំពុងសើមយើងហ្នឹងប្រាប់គាត់អត់ជឿទេថាអត់ចេះហាលអញ្ចឹងណាដល់ពេលមានណាអស់ដៃឯងទៅជ្រៅក្លាប់ភីងអាស្វេសវ៉ាប្តីស្វេសវ៉ាតោងដៃចារៀងទាំងក្នុងមកអត់សូវហ៊ានអស់ដៃខ្ញុំទៅជ្រៅទៀតទេព្រោះអីខ្លាចយើងមានធំហងមិនងាយស្រួលជួយទេចាអញ្ចឹងថាមានអីទេបងប្អូនអើយអរគុណច្រើនដែលតាមដានមើលទាំងអស់គ្នាណាចាព្រោះអីគ្រួសារខ្ញុំរីករាយមែនតើយូរបានជួបគ្នាម្ដងបានទៅលេងជុំគ្នាមើលទេសភាពមើលអីអញ្ចឹងអរគុណជម្រាបលាជួបគ្នា